គឺស្ដីបងប្អូនទាំងអស់គ្នាគឺស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីការវិនិយោគទុនខ្ញុំចង់ធ្វើបទពិសោធន៍មួយនេះខ្ញុំវិនិយោគលើគេហៅអានេះគេហៅcrypto Solana នេះណាហើយថ្ងៃទីខែ2ថ្ងៃ15ឆ្នាំ2026ហ្នឹងខ្ញុំទិញអាកាក់ហ្នឹងវា$400តម្លៃវា$82ហើយខ្ញុំចំណាយអស់32,800ហើយឥឡូវតម្លៃវាឡើងដល់$85.44ហើយប្រហែលថ្ងៃមុនហ្នឹងគឺថ្ងៃខែ4ថ្ងៃ26ហ្នឹងវាឡើងដល់86វាឡើងដល់$90តែខ្ញុំវាថាចាំឲ្យវាឡើងទៀតហើយវារបៀបថាមើលទៅអត់ឃើញឡើងហើយខ្ញុំដល់ពេលវាធ្លាក់ដល់86វិញខ្ញុំឆ្លៀតឱកាសហ្នឹងខ្ញុំលក់25.424កាក់ហើយបាន2190 $2196អញ្ចឹងឥឡូវហ្នឹងអាកាក់ហ្នឹងខ្ញុំមានពី400ឥឡូវនៅសល់តែ375.576កាក់ហើយវាត្រូវនឹងយើងយកនេះគុណនឹង85.44វាបាន32,000.77ចានេះដូចជាតម្លៃដើមហើយតម្លៃដើមវិញខំ800ក៏តែខ្ញុំអានេះខ្ញុំរបៀបថាលក់បាននេះអញ្ចឹងខ្ញុំយកអាលុយ2000នេះជៀនទុកក្នុងអញ្ចឹងហើយខ្ញុំចង់ដឹងថាតើពីខែ2រហូតដល់ពីខែ2រហូតដល់ថ្ងៃ31ខែ12ហ្នឹងតើអាការប័ណ្ណពិសោធន៍ហ្នឹង$30,000របស់ខ្ញុំហ្នឹងតើវាអាចទៅជាវាកើនឡើងបើកើនឡើងកើនប៉ុន្មានបើវាចុះមកចុះប្រមាណអញ្ចឹងអានេះជាបទពិសោធន៍ខ្ញុំចង់ធ្វើអឺចង់ធ្វើសម្រាប់ការវិនិយោគហ្នឹងព្រោះអីអឺ background ខ្ញុំគឺ background វិនិយោគទុនមូលហេតុអីបានខ្ញុំជ្រើសរើសយកកាក់ crypto ដោយសារតែកាក់ crypto វាវាវាមិនមែនជាវាដោយរបៀបថាវាមានការឡើងថ្លៃចុះថ្លៃច្រើនជាង stock ធម្មតាអញ្ចឹងអ្នកវិនិយោគយើងបើយើងយកវិនិយោគដែលវាអត់សូវឡើងថ្លៃចុះថ្លៃចាការចំណេញរបស់យើងក៏វាទាបដែរហ្នឹងគេហៅថាពេលយើងធ្វើការវិនិយោគបើយើងមានហានិភ័យខ្ពស់យើងវិនិយោគលើអ្វីដែលមានហានិភ័យខ្ពស់ទៅបានយើងបានផលប្រយោជន៍ច្រើនដែរបើយើងបានមានហានិភ័យទាបអញ្ចឹងបានផលវិញក៏ទាបដែរអញ្ចឹងបាទខ្ញុំជ្រើសរើសយករបៀបថា Bitcoin កាក់ crypto ហើយកាក់ crypto ដែលខ្ញុំចូលចិត្តហ្នឹងដូចមានកាក់ Bitcoin មួយ Ethereum មួយហើយជាមួយនឹង Solana 3កាក់ហ្នឹងខ្ញុំចូលចិត្តដូចគ្នា Binance ក៏ខ្ញុំចូលចិត្តដែរតែវាថាខ្ញុំអត់សូវចូលចិត្តទេBinance នេះមានតែ3កាក់នេះខ្ញុំចូលចិត្តជាងគេហើយនិយាយទៅBitcoin ដឹងថាវាស្ថិតស្ថេរគ្រាន់តែថាវាឡើងថ្លៃចុះថ្លៃខ្ពស់ឥឡូវខ្ញុំចង់និយាយពី Bitcoin ពេលប្រហែលខែមុន
ខែ10ថ្ងៃទី6ឆ្នាំ2025តម្លៃវាអឺ124,752ដល់ពេលនៅតែ2ថ្ងៃ5ឆ្នាំ2026នេះវាចុះរហូតដល់62,6700ហើយឥឡូវឡើងមកដល់79,000ឡើងដល់80,000ថ្ងៃនេះចឹងដូចខ្ញុំនិយាយចឹងគឺអាហារនេះថ្លៃខ្ពស់គឺរបៀបថាបើយើងអាចបើសិនជាយើងទិញនៅនេះហើយវាធ្លាក់តម្លៃដល់ប៉ុណ្នេះយើងខាតចុងពាក់កណ្ដាលខាតផែពាក់កណ្ដាលពី12,000រហូតមកចុះដល់60,000យើងខាតពាក់កណ្ដាលក៏តែបើសិនយើងទិញ60,000ឡើងដល់80,000វិញគ្រាន់តែប្រហែលខែយើងអាចចំណេញបានខែ$20,000អញ្ចឹងបើខ្ញុំជ្រើសរើសយកការវិនិយោគហ្នឹងដោយសារវាមានហានិភ័យខ្ពស់ហើយអញ្ចឹងបានអញ្ចឹងអ្នកដែលយើងជាអ្នកវិនិយោគទុនអឺគឺអាស្រ័យទៅអ្វីដែលយើងចង់វិនិយោគអ្នកខ្លះគេអត់ចូលចិត្តវិនិយោគគេអត់ចូលចិត្តហានិភ័យអញ្ចឹងគេគ្រាន់តែវិនិយោគលើអ្វីដែលមានហានិភ័យទាបអ្វីដែលមានហានិភ័យទាបជាងគេគ្រាន់តែថាយើងយកលុយដាក់នៅធនាគារក្នុងគណនីសន្សំចឹងអាហ្នឹងវាមានហានិភ័យទាបបំផុតក៏ប៉ុន្តែការឲ្យផលហ្នឹងក៏ទាបដែរបានការប្រាក់តិចផុតហើយបន្ទាប់មកទៀតយើងដាក់នៅគេហៅ CD CD ហ្នឹងបានការប្រាក់ថ្លៃជាងបំណុលសន្សំក៏ប៉ុន្តែក៏វាអត់ច្រើនដែរនៅនៅអាមេរិកហើយជាមួយឆ្នាំបាន3% CD បានតែមួយឆ្នាំ3%ឬក៏តិចទៀតជាងនឹងអាស្រ័យទៅលើធនាគារដែលយើងវិនិយោគអញ្ចឹងបានខ្ញុំនេះ Bitcoin ហើយ Ethereum ក៏ដូចគ្នា Ethereum ចង់ដឹងថាឆ្នាំទៅពេលខ្ពស់បំផុតវាប្រហែលជា40,000តម្លៃ47,700ដល់ពេលខែ2គឺវាធ្លាក់ច្រើនបំផុតធ្លាក់រហូតដល់18,000ចឹងអានេះក៏ធ្លាក់ជាងពាក់កណ្ដាលដែរហើយអានេះក៏ខ្ញុំនិយាយថាចង់វិនិយោគដែរតែឆ្នាំនេះខ្ញុំចង់ធ្វើកាក់សូឡាណានេះមួយព្រោះអីវាចុះដល់គេហៅចុះចង់3ដងពីពី247ចុះរហូតដល់78អញ្ចឹងអានេះវាចុះដោយរបៀបថាបើយើងវាបានតម្លៃដូចដើមវិញយើងបានគុណ3អញ្ចឹងហើយបើយើងមើលក្នុងរយៈពេល1ឆ្នាំការឡើងចុះហ្នឹងវាមានការឡើងចុះច្រើនអញ្ចឹងយើងអាចអញ្ចឹងខ្ញុំអាចរៀបថាអាចយកការចំណេញពីការទិញលក់បានព្រោះអីវាចុះឡើងរហូតអញ្ចឹងហើយហើយហេតុអ្វីបាននិយាយខ្ញុំចង់ទិញប្រាក់គ្រីបតូមិនបានរបៀបថាមិនបានទិញកាក់គ្រីបតូហើយគ្រីបតូនោះមិនបានឡើងថ្លៃភាគច្រើនកាក់គ្រីបតូហ្នឹងមិនមែនដោយសារតែវាឡើងថ្លៃទេតែអ្វីដែលសំខាន់មិនមែនដោយសារគ្រីបតូហ្នឹងវាឡើងថ្លៃ
វានេះដូចអានេះដូចជាទិញឥឡូវអានេះដូចជាវិនិយោគក្នុងដូចយើងវិនិយោគមាសដែរដូចថាមាសឥឡូវតម្លៃវា5000ដល់ពេលវាថាប្រហែលឆ្នាំមុនអញ្ចឹងវាថោកដល់ឥឡូវឡើងដល់5000រួចវាអាចចុះទៅវិញចឹងមិនមែនដោយសារមាសហ្នឹងវាឡើងថ្លៃដោយសារតម្រូវការខ្ពស់ហើយពេលខ្លះវាឡើងថ្លៃដោយសារអីដោយសារអតិផរណានៅពេលដែលមានអតិផរណាចាលុយជាពិសេសលុយដុល្លារវាមានតម្លៃធ្លាក់ចុះចឹងដល់ពេលលុយដុល្លារតម្លៃធ្លាក់ចុះអញ្ចឹងធ្វើឲ្យរបស់ផ្សេងទៀតឡើងថ្លៃឧទាហរណ៍ដូចជាអាកាក់សូឡាណាដែលខ្ញុំធ្វើបទពិសោធន៍ហ្នឹងចង់ដឹងថានៅឆ្នាំ2020ខែ7ឆ្នាំ2020តម្លៃវាដល់$1ផងតែ78សេនទេហើយតម្លៃវាឡើងខ្ពស់បំផុតឡើងដល់240 247ហើយវាធ្លាក់ចុះមកវិញនេះធ្លាក់ដល់កន្លែងនេះវា89ឡើងថ្លៃបន្តិចដល់118ហើយធ្លាក់ចុះមកវិញដល់11.79$តែទោះបីជាវាចុះមកច្រើនពី200រហូតដល់11ក៏ដោយក៏ប៉ុន្តែបើសិនជាយើងរបៀបថាទិញតាំងពីឆ្នាំ2020តែអត់ដល់$1ផងអញ្ចឹងវារហូតដល់ខែ12ថ្ងៃ29ឆ្នាំ2022នេះវាតម្លៃតែ$9 $10ក៏យើងនៅចំណេញជាង10ដងដែរចឹងដូចខ្ញុំនិយាយចឹងដោយសារមិនដោយសារកាក់ហ្នឹងវាឡើងថ្លៃដោយសារតែលុយយើងវាចុះថោកដល់ពេលអញ្ចឹងបើក្នុងរយៈពេលវែងក្នុងរយៈពេលវែងវានឹងឡើងថ្លៃទៅដូចនេះវាអត់ធ្លាក់ដល់$10ដល់ពេលវាឡើងថ្លៃម្ដងទៀតដល់$200ហើយវាធ្លាក់ចុះមកវិញឥឡូវវាធ្លាក់ទោះបីវាធ្លាក់ចុះច្រើនក៏ដោយក៏ប៉ុន្តែក៏វានៅទៅត្រឹមតែឥឡូវដូចជាត្រឹម$78វាដូចអត់ចុះច្រើនជាងហ្នឹងទៀតទេ78 79ចាំបាទខ្ញុំជ្រើសរើសយកអាកាក់គ្រីបតូព្រោះអីខ្ញុំមើលទៅដូចជាវារបៀបថាវាឡើងទោះបីវាឡើងចុះខ្លាំងមែនទែនក៏ដោយក៏ប៉ុន្តែក្នុងរយៈពេលយូរអង្វែងវានៅតែឡើងឧបមាថានេះយើងទិញអត់ដល់$1ហើយពេលដែលវាធ្លាក់ចុះសល់ប៉ុណ្នេះវាក៏វាបាន$11ហើយវាធ្លាក់សល់ប៉ុណ្នេះគឺយើងបាន70$, $80ដែរក្នុងតម្លៃឥឡូវហើយចឹងខ្ញុំចង់ចែកចាយពីបទពិសោធន៍វាថាខ្ញុំចង់ធ្វើអាហ្នឹងអាការពិសោធន៍ទាំងអស់គ្នាចង់ដឹងថាមួយឆ្នាំហ្នឹងតើយើងអាចបានចំណេញពីការវិនិយោគហ្នឹងអត់ហើយការចំណាយហ្នឹងវាចំណាយតែ$30000ទេយើងអត់មានថាអត់មានដាក់ច្រើនអត់មានចំណាយលុយច្រើនដែរវាមិនមែនថាមិនច្រើនពេកក៏មិនតិចពេកអញ្ចឹងណាចឹងឥឡូវយើងមើលខ្ញុំចំណាយ32,000ហើយឥឡូវតាំងលុយសុទ្ធអានេះខ្ញុំមានលុយសុទ្ធឥឡូវតាំងលក់មកលក់បាន2000ហើយកាក់ហ្នឹងតម្លៃពី32,000អញ្ចឹងខ្ញុំសរុបទាំងអស់បាន34,000អញ្ចឹងបានចំណេញប្រហែលជា1000ចំណេញ1600អញ្ចឹងហើយនិយាយទៅអាការវិនិយោគលើហានិភ័យគឺតាក់ទងលើអាយុយើងទៀតបើសិនជាមនុស្សចាស់អាយុច្រើនគេភាគច្រើនវិនិយោគអ្វីដែលមានហានិភ័យទាបហើយបើអ្នកដែលនៅក្មេងយើងអាចរបៀបថាយើងអាចនៅធ្វើការបានអញ្ចឹងយើងអាចវិនិយោគលើអ្វីដែលវាមានហានិភ័យរៀងខ្ពស់បន្តិចក៏ប៉ុន្តែវាធ្វើឲ្យយើងបានអាការចំណេញហ្នឹងក៏បានច្រើនជាងដែរហើយ
còn ta việc tha bên nè đè nè cha cha cái cho chất thua ca bị dột là cái hai cái SPY SPY ហ្នឹងបានន័យថាអានេះគឺពាក្យហ៊ុនសម្រាប់ក្រុមហ៊ុនធំ500ក្រុមហ៊ុនធំនៅសហរដ្ឋអាមេរិកចឹងដូចគ្នាដែរឥឡូវយើងមើលក្នុងរយៈពេល1ឆ្នាំSP អានេះវាថានេះគឺបើយើងវិនិយោគលើនេះរបៀបថាវាមានហានិភ័យវាទាបក៏ប៉ុន្តែចំណូលក៏បានច្រើនដែរយើងមើលនៅខែ5ថ្ងៃ6ឆ្នាំ2025តម្លៃវា558ឥឡូវឡើងដល់720ចឹងវាឡើងក៏យើងឃើញថាវាឡើងតែពី556រហូតដល់770ចឹងវាឡើងប្រហែលជា$100ជាងក្នុងរយៈពេល1ឆ្នាំចឹងវាអាការឡើងចុះហ្នឹងវាមានទាបអាខ្ពស់ទាបហ្នឹងវាមានច្រើនអញ្ចឹងបានន័យថាអាក្រុមហ៊ុន50500ក្រុមហ៊ុនហ្នឹងវាគឺជាការវិនិយោគដែលមានសុវត្ថិភាពវាទៅវិនិយោគលើ stock ទាំងអស់អា S&P 500ហ្នឹងវាមានសុវត្ថិភាពជាងគេបើយើងវិនិយោគក្នុង stock បានពាក្យហ៊ុន Alexa និយាយហើយប៉ុណ្ណឹងឥឡូវមួយទៀតហើយបើមួយនេះវិញដូចជា40ក្រុមហ៊ុន Dow Jones Industrial Average អានេះ40ក្រុមហ៊ុនហើយតម្លៃវា459ដូចគ្នាដែរក្នុងរយៈពេល1ឆ្នាំវាមានការឡើងថ្លៃពី400រហូតដល់7,500ចឹងក៏វាមានការឡើងថ្លៃក៏ប៉ុន្តែវាឡើងថ្លៃអត់ច្រើនទេវាឡើងថ្លៃតិចហើយក៏ប៉ុន្តែវានៅឡើងទៅមុខដូចជាមើលក្រុម500ក្រុមហ៊ុននេះម្ដងទៀតបើយើងមើលគេហៅ all ក្នុងការតាំងវាចេញលក់នឹងមកវាមិនគឺចេញលក់តាំងពីឆ្នាំហើយជាមុនឆ្នាំ93ទៀតតែនេះគេដាក់តាំងពីឆ្នាំ1993តម្លៃវា$44ឥឡូវវាឡើងដល់$800ចឹង500ក្រុមហ៊ុននិយាយទៅក្រុមហ៊ុនតែគេធ្វើគេបានបើយើងទិញ stock ក្រុមហ៊ុនបានន័យថាយើងដល់មូលធនទៅក្រុមហ៊ុនហើយក្រុមហ៊ុនដែលគេរកប្រាក់ចំណេញបានគេនឹងផ្ដល់របៀបថាអីគេវាថាពេលដែលក្រុមហ៊ុនហ្នឹងស្ធ្វើបានល្អគេតម្លៃបានភាគហ៊ុនហ្នឹងកើនឡើងហើយដែលយើងកាន់វាថាយើងមានភាគហ៊ុនក្រុមហ៊ុនហ្នឹងអញ្ចឹងបានអញ្ចឹងឧបមាថាបើយើងទិញនៅឆ្នាំ1993យើងទិញបានភាគហ៊ុនហ្នឹងតែរបៀបថា100ហ៊ុនអស់តែ$400អញ្ចឹងមកដល់ឆ្នាំនេះ100ហ៊ុនយើងហ្នឹងវាអស់$400ហ្នឹងយើងបាន720គុណនឹង100វាបាន$7,000,000អូមិនមែន$7,000,000ជិត$10,000ចឹងនៅ100វាឡើងទៅ10,000ចឹងយើងឃើញថា stock បានភាគហ៊ុនភាគច្រើនវាទោះបីវាមានការចុះឡើងមែនតែក្នុងរយៈពេលយូរវានឹងឡើងថ្លៃមើលមកថាយើងមើលតែ5ឆ្នាំឯង5ឆ្នាំមុនវាតម្លៃ416ឥឡូវឡើងដល់770
ចាំបើវាឡើងដល់800គុណនឹង2ហើយរបៀបថាSPY S&P 500ហ្នឹងភាគច្រើន5ឆ្នាំវាភាគច្រើនគុណ2តែលើកនេះប្រហែលជាដោយសារសេដ្ឋកិច្ចអត់សូវល្អវាអត់បានគុណ2អត់បានគុណ2ក៏វាបានចិត្តបានគុណ2ដែរហើយDow Jones ដូចគ្នាហើយមួយនេះលោកគ្រូខ្ញុំគាត់ណែនាំដោយសារបានពីហ៊ុននេះគាត់ទិញប្រហែលជា100បានពីហ៊ុនពី160ក្រុមហ៊ុនហើយគាត់ទិញក្រុមហ៊ុនណាដែលវាថាមានលុយគាត់អត់ទុកលុយចោលទេគាត់យកវិបើអត់គាត់យកទៅវិនិយោគអីផ្សេងទៀតគាត់អត់មានទុកលុយចោលអត់មានរបៀបថាអត់មានធ្វើអីចឹងហើយភាគច្រើនរបៀបថាលុយទៅមាននៅក្នុងក្រុមហ៊ុនច្រើនពេកតែអត់បញ្ចេញអត់ចំណាយអត់យកធ្វើអីអត់យកទិញពេលខ្លះគេបានមានលុយច្រើនគេអត់មានរបៀបថាគេអត់មានការងារធ្វើstock មួយនេះរបៀបថាគេហៅក្រុមហ៊ុនណាដែលថាគេមានលុយច្រើនគេអត់ដឹងធ្វើអីចឹងគេយកលុយហ្នឹងទៅទិញ stock តែគេបានលក់ហ្នឹងចូលក្រុមហ៊ុនវិញទៅពេលដែលគេទិញ stock ចូលក្រុមហ៊ុនហើយចំនួន stock ហ្នឹងវាធ្លាក់ចុះប្រហែលថា stock 1លានហើយstock ហ្នឹង1លាន stock ហើយក្រុមហ៊ុនគាត់មានលុយច្រើនគាត់អមថាយើងនិយាយស្រួលថាក្រុមអឺមានភាគហ៊ុន1លានហើយពេលដែលគាត់មានលុយគាត់យកលុយហ្នឹងទៅទិញបានភាគហ៊ុនឧមាថាបានភាគហ៊ុនថាក្រុមហ៊ុនយើងមាន1លាន stock ហើយ stock មួយ$100ចឹងបើសិនជាគាត់ទិញ50,000អញ្ចឹងstock ហ្នឹងនៅសល់តែ50,000ទេគាត់មាន1លាន share មាន1លាន stock ហើយគាត់ទិញកន្លះលានមកវិញចាំអានេះ stock គាត់សល់កន្លះលានហើយពេលដែល stock គាត់សល់តែកន្លះលានចឹងគេហៅតម្លៃក្រុមហ៊ុនវានៅដដែលអញ្ចឹងវាធ្វើឲ្យដោយសារតែតម្លៃក្រុមហ៊ុនដដែលហើយគេទិញ stock មកដាក់ចូលក្រុមហ៊ុនចឹងតម្លៃដែល stock ដែលជាជនអាមេរិកកាន់ហ្នឹងវាត្រូវតែឡើងថ្លៃគុណ2ពេលមកថាគាត់លើកមុនមាន1លានឥឡូវធ្លាក់នៅសល់តែកន្លះលានហើយតម្លៃក្រុមហ៊ុននៅដដែលអញ្ចឹងធ្វើឲ្យ stock ហ្នឹងឡើងថ្លៃពី100ទៅ200អាហ្នឹងឧបមាហើយក្រុមហ៊ុននេះវាពេលដែលមានលុយបើថាអត់មានការងារអីធ្វើអត់ទុកលុយចោលក្នុងក្រុមហ៊ុនទេព្រោះអីវាលុយទុកចោលក្រុមហ៊ុនធានក្រុមហ៊ុនគេហៅអាចចាយខ្ជះខ្ជាយបានដូចជាទិញយន្តហោះអញ្ចឹងហើយក៏សង់អគារដែលតម្លៃថ្លៃសម្រាប់ក្រុមហ៊ុនខ្លួនឯងអញ្ចឹងហើយអញ្ចឹងវាឲ្យ bonus ខ្លួនឯងច្រើនអញ្ចឹងបានក្រុមហ៊ុនដែលថាអត់ចូលចិត្តទុកលុយចោលការចំណេញហ្នឹងច្រើនរបៀបថាអាតម្លៃថាអាវាបានផលប្រយោជន៍ពីការវិនិយោគហ្នឹងបានច្រើនជាង S&P 500អាហ្នឹងលោកគ្រូខ្ញុំគាត់ប្រាប់អញ្ចឹងគាត់ប្រាប់ថាក្រុមហ៊ុនហ្នឹងវាបានលើសក្រុមហ៊ុន500ហ្នឹងបន្តិចឥឡូវបើសិនជាយើងមើលតើវាអញ្ចឹងមែនអត់ឧបមាថាខែ5ថ្ងៃ17ឆ្នាំ2021តម្លៃវាថា90ឥឡូវឡើងដល់140 135 138ថា140ចឹងអានេះចង់បើបានគុណ2ក្នុងរយៈពេល5ឆ្នាំតើតែវាឡើងដល់ក្នុងរយៈពេល5ឆ្នាំតើតែឡើងដល់180ត្រូវឡើង40ទៀតចឹងមើលទៅបើតាមលោកគ្រូគាត់ថា
អានេះវានេះមានការចំណេញច្រើនជាងS&P 500 តែបើយើងមើលទៅក៏វាប្រហែលគ្នាអត់ច្រើនជាងប៉ុន្មានដែរអញ្ចឹងហើយតែហើយមួយទៀតអញ្ចឹងបានយើងចូលចិត្តទិញអឺ stock ដែលមានបានពាក្យហ៊ុនច្រើនដោយសារអីដោយសារតែវាអត់ដែលទៅ0ឯងបើយើងទិញតែក្រុមហ៊ុនមួយពេលតែក្រុមហ៊ុននឹងខ្សែធន stock យើងវាថាលុយដែលយើងវិនិយោគលើ stock ហ្នឹងគឺទៅជា0ដែរហើយអាក្រុមហ៊ុននេះមាន100ប្រហែលជា160ក្រុមហ៊ុនចាំមក stock មួយខ្សែធនចឹងយើងនៅសល់159ទៀតជាពិសេសក្រុមហ៊ុននេះមាន500ក្រុមហ៊ុនតែក្រុមហ៊ុនមួយខ្សែធនទោះបីជាក្រុមហ៊ុនមួយខ្សែធនក៏ដោយអញ្ចឹង490ទៀតនៅតែរបៀបថានៅតែធ្វើការទៅមុខអញ្ចឹងបានការវិនិយោគលើភាគហ៊ុនដែលទិញបានភាគហ៊ុនពីក្រុមហ៊ុនច្រើនវាមានសុវត្ថិភាពជាងតែក្រុមហ៊ុនយើងទិញតែក្រុមហ៊ុនមួយអញ្ចឹងណាហើយអូខេបងប្អូនអរគុណដែលបានមើលវីដេអូនេះហើយខ្ញុំនឹងអាប់ដេតខ្ញុំចង់អាប់ដេតអានេះប្រហែលជាថ្ងៃចង់ដឹងថាតើបទពិសោធន៍ធ្វើការវិនិយោគនេះដល់ចុងឆ្នាំនេះតើយើងបានចំណេញប៉ុន្មានខាតប៉ុន្មានហើយសូមអរគុណបងប្អូនដែលបានតាមដានហើយខ្ញុំចង់និយាយផងដែរថានេះខ្ញុំចង់ប្រាប់ពីបទពិសោធន៍អ្វីដែលខ្ញុំបានរៀននៅសាលាពីការវិនិយោគអញ្ចឹងហើយនេះមិនមែនគឺជារបៀបថាខ្ញុំអត់ទាន់ខ្លាចទៅជាអ្នកជំនាញវិនិយោគដែលហៅអីមាន license ណាខ្ញុំអត់ទាន់មាន license ហើយដើម្បីធ្វើការបង្រៀនហើយប្រាប់យោបល់ឲ្យវិនិយោគឯងតែបងប្អូនទាំងអស់គ្នាខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនដឹងថានេះតើការវិនិយោគហើយបទពិសោធន៍នឹងម៉េចហើយបើបងប្អូនចង់វិនិយោគលើបានភាគហ៊ុនលើអីសូមបងប្អូនទៅជាពិសេសបងប្អូននៅអាមេរិកបងប្អូនចង់វិនិយោគយើងរកអ្នកដែលគេមានគេហៅ license ដែលអាចវិនិយោគឲ្យយើងបានហើយគ្រាន់តែស្ដាប់ហើយមើលដែលខ្ញុំបង្ហាញពីបទពិសោធន៍ខ្ញុំហើយបើចង់វិនិយោគខ្លួនឯងសូមតាក់ទងទៅអ្នកជំនាញព្រោះអីខ្ញុំគ្រាន់តែជានិស្សិតហើយមិនទាន់វាថាមិនទាន់បានបណ្ណាអាមេរិកអត់មានទាន់បាន license ទេដូចជាយើង license ហ្នឹងដូចជាយើងចង់បើកឡានតើយើងមានប្រាក់មីបើកឡានអានេះចឹងដែរបើសិនយើងចង់បើសិនជាខ្ញុំចង់ខ្លាយទៅជំនួយការកាន់លុយឲ្យកាន់លុយវិនិយោគឲ្យប្រជាជនអាមេរិកខ្ញុំត្រូវតែមានដូចជាពាក់មីមួយlicense មួយតើខ្ញុំមាន license ហ្នឹងបានខ្ញុំអាចវិនិយោគឲ្យប្រជាជនអាមេរិកបានតែនេះគ្រាន់តែជាការចែកចាយរបស់ខ្ញុំទេបាទសូមអរគុណម្ដងទៀតបាយបាយ